ai u đom chạy bờ rấn bàn lực tha rì rọt tháp bị bà Campuchia bằng hàng chấm hót đờ rừng muỗng khung cả dọc banh ha prasat tamon thúng prasat tamon tối prasat tạc rọ bấy nâng đầm bắn mồm bấy tại căn tổ là cả on tra chiết ICJ chỉ cả sầm rạch chất đọt trầm trứ miền tự đai cho bà lo nâng phải lừa play cho bát đại bằng hàng bị cả đại nha chất đờ rừng muỗng rồi bỏ rì rọt tháp bị bà Campuchia trong cả đặc nômประกอบដោយកតេបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូរជាតិថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមចៅបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំបែបានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលនានារួមមានសាលារៀននិងមណ្ឌលសុខភាពដែលជួយកសាងនិងជួសជុលដោយសមាគមនិកាយសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយស្ថិតនៅភូមិខ្នល់ឃុំនាងទើតស្រុកដំបែខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2025ឯកឧត្តមចៅបូរិនបាននាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជូនដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមការងារមូលដ្ឋានស្រុកដំបែខេត្តត្បូងឃ្មុំដែលបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពសម្ដាប់ធ្នាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកផងដែរថាខេត្តត្បូងឃ្មុំជាទីតាំងភូមិសាស្ត្រប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមការតស៊ូលះបង់នៅសាច់ស្រស់ឈាមស្រស់របស់វីរបុរសស្នេហាជាតិដឹកនាំដោយសម្ដេចតេជោបានដណ្ដើមសន្តិភាពសេរីភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ1998ប្រទេសជាតិមានសន្តិភាពពេញលេញនិងក្រោមការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបន្តដឹកនាំកម្ពុជាលើមាគ៌ានៃសន្តិភាពឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីធានាបាននូវស្ថិរភាពនយោបាយសន្តិសុខសម្រាប់ធ្នាប់ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងសុខុមាលភាពនិងជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ជ្រកក្រោមម្លប់នៃសុខសន្តិភាពប៉ុន្តែត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការរបស់រាជរដ្ឋាភិបាលដោយឡែកសមិទ្ធផលនានាថ្ងៃនេះជាសមិទ្ធផលថ្មីមួយទៀតដែលជាវិភាគទានដ៏ថ្លៃថ្លារបស់សមាគមនិកាយសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងវិស័យអប់រំនិងសុខាភិបាលកន្លងមកសមាគមនិកាយសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយធ្លាប់បានចូលរួមចំណែកអភិវឌ្ឍសង្គមលើការងារមនុស្សធម៌ផ្ដោតលើវិស័យអប់រំសុខាភិបាលនិងបម្រើឲ្យការអភិវឌ្ឍមូលធនមនុស្សព្រមទាំងការថែទាំសុខភាពទាំងការបណ្ដុះបណ្ដាលធនធានបញ្ញាញាណបណ្ដុះបណ្ដាលមនសិការស្នេហាជាតិនិងបណ្ដុះបណ្ដាលលក្ខណៈសម្បត្តិសមស្របដល់យុវជនគ្រប់ជំនាន់ឲ្យក្លាយជាសសរទ្រូងនិងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យនៃការកសាងកំណើនសេដ្ឋកិច្ចស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមចក្ខុវិស័យកម្ពុជា2050ឯកឧត្តមចៅបូរិនបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះលោកបេនយ៉ាមីនអឹមស៊ីតៃប្រធានតំបន់អាស៊ីនៃសាសនាចាក់និងសហការីទាំងអស់ដែលបានបង្ហាញពីឆន្ទៈសកម្មភាពមនុស្សធម៌នៃលទ្ធផលនៃការចូលរួមចំណែករបស់សាសនាចាក់ក្នុងការអភិវឌ្ឍសង្គមតាមរយៈការកសាងសមិទ្ធផលនានាមានដូចជាការកសាងនិងជួសជុលសាលារៀនមន្ទីរពេទ្យឡដុតសម្រាមប្រព័ន្ធទឹកស្អាតបរិក្ខារពេទ្យជាដើមនិងសូមជូនពរដល់ថ្នាក់ដឹកនាំសាសនាចាក់ប្រចាំកម្ពុជាបន្តសម្រេចបានសកម្មភាពមនុស្សធម៌និងលទ្ធផលនៃការចូលរួមចំណែកដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាលោកបេនយ៉ាមីនអឹមស៊ីតៃប្រធានតំបន់អាស៊ីនៃសាសនាចាក់មានប្រសាសន៍គោរពអរគុណឯកឧត្តមចៅបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលតែងតែផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់សមាគមនិកាយសាសនានៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានចូលរួមចំណែកនៅសកម្មភាពមនុស្សធម៌និងអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា